ជំរាបសួរលោកគ្រូនិងលោកតាអរគ្នាថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញអំពីការគ្រប់គ្រង user ដែល topic នោះគឺជា Linux user management ដោយជាដំបូងយើងធ្វើការSSA login ចូលទៅកាន់ terminal របស់ខ្ញុំក៏ដូចជាខាងនេះគឺខ្ញុំបាន list down នៅអ្វីដែលខ្ញុំត្រូវធ្វើជាដំបូងខ្ញុំសូមធ្វើការ show នៅ user name របស់ខ្ញុំជា directory ហើយនឹងឈ្មោះម៉ាស៊ីនហើយយើងចាប់ផ្ដើមជាមួយនឹងការបង្កើតនៅ user ហើយខ្ញុំសូមធ្វើការ list នៅ user របស់ខ្ញុំគឺមានតែមួយទេគឺ Semisource ហើយជាដំបូងយើងធ្វើការ add នៅ simple user មួយដែលមាន directory home ទេហើយយើងគ្រាន់តែធ្វើការ sudo ដើម្បីអនុញ្ញាតជា set administrator ដើម្បី user add យើងដាក់ឈ្មោះ user យើងមកឈ្មោះ syntax យើងចាប់ផ្ដើមទៅ list ថាយើងមាន syntax user ឬក៏អត់ហើយយើងធ្វើការវាយទៅលើ add etc /wd នេះគឺជា user នេះជា id របស់វានេះគឺជា user យើងមានហើយយើងចង់ដឹងថាវាមានhome directory អត់អញ្ចឹងយើងធ្វើការ list វាមកហ្នឹងគឺវាមានទេអញ្ចឹងបានន័យថាវាគ្រាន់តែជា user ធម្មតាដែលយើងបង្កើតមកហើយខ្ញុំចូលធ្វើការ delete user ហ្នឹងហើយយើងវាយវាថា sudo user del syntax យើងចូលទៅ list វាមើលគឺថាបាត់ហើយហើយយើងធ្វើការ delete វាហើយចំណុចបន្ទាប់គឺយើងធ្វើការបង្កើត user ដែលមាន home directory ហើយយើងវាយពាក្យដែរហ្នឹង sudo user add ដោយបន្ថែមពាក្យថា -m -m នេះដែរគឺវាអនុញ្ញាតឲ្យយើងបង្កើតនៅ user ដែលមាន home directory ហើយយើងដាក់ឈ្មោះ user យើងមក syntax យើងចុច enter មកយើងបងធ្វើការ ls មើលចង់ដឹងថាវាមាននៅក្នុង home directory អត់អូខេវានឹងធ្លាក់មកហើយគឺឈ្មោះ syntax ហ្នឹងឯងហើយបន្ទាប់មកយើងចាប់ផ្ដើមcat ទៅមើលវាថាវាមាននេះវាមាន user អត់គឺ user វាមានហើយ id គឺ1001ដែរចំណុចហ្នឹងដែរខ្ញុំចង់ធ្វើការ switch ចូលទៅប្រើប្រាស់នៅក្នុងsyntax ហ្នឹងចង់ដឹងថាយើងប្រើប្រាស់វាបានយើងបង្កើតផលអីកើតអត់កន្លែងនេះយើងអត់ទាន់ assign id ទេពេលអញ្ចឹងយើងធ្វើការ assign password សិនគឺ assign id គឺ password sudo pass pwd យើងវាយឈ្មោះ user យើងមកមួយទី3success ហើយឥឡូវយើង sudo ទៅម្ដងទៀតដើម្បី switch ចូលប្រើក្នុងuser syntax យើងវា password មកយើងចង់ដឹងថាវា user name អីគេគេថា who file ហើយយើងចង់ដឹងថាយើងកំពុងតែឆ្លងនៅក្នុង directory គេគឺ directory main ដែរអញ្ចឹងយើងធ្វើការ cd ចូលទៅក្នុង directory របស់ syntax ហ្នឹងមកហើយ home syntax តែយើងវាជា directory មកទៀតអូខេយើងនៅក្នុង directory មួយហ្នឹងហើយទៅក្នុងករណីដែរខ្ញុំចង់ show ថាយើងនៅក្នុងយើងបង្កើតជា user ដែលមាន home directory តែយើងអាចបង្កើត file ឬក៏delete អីផ្សេងៗបានអត់អញ្ចឹងយើងធ្វើការវាយ touch.tt ហើយđâyយើង ls មើលមកអូខេអានេះយើងបង្កើតបានបន្តមកទៀតយើងចាប់តាមធ្វើការ remove វាវិញremove ដល់វិញtt យើង ls វាវិញមកអូខេ
យើងបាន remove វាបាននៅក្នុងករណីដែរយើងអត់បានប្រើ shell ទេដូចបានប្រាប់អញ្ចឹងយើងគ្រាន់តែបង្កើតនៅ user ដែលមាន home directory មួយធម្មតាហើយនៅកតុយរបស់វាហ្នឹងគឺវាមាន sh បានបញ្ជាក់ថាវាមាន burn again cell ទេអញ្ចឹងខ្ញុំធ្វើការចាក់ចេញនិង delete user នោះចេញហើយនៅបង្កើត user មួយដែលមាន shell នៅក្នុងនោះហើយចង់បញ្ជាក់ដែរ shell នេះដែរគឺជា program មួយដែលអាចធ្វើអនុញ្ញាតឲ្យយើង run នៅ Linux command ខ្ញុំធ្វើការចាក់ចេញមកហើយយើងបាយពាក្យថាយើង switch ទៅកាន់ user មកហ្នឹង user របស់យើងយើងវា password មកអូខេយើង switch មកកាន់ user នេះវិញហើយទៅយើង back មកវិញមកយើងធ្វើការ delete user ដែលបាយពាក្យថា sudo user del user secret ហ្នឹងបងដោយសារតែ user ហ្នឹងវាកំពុងប្រើប្រាស់អញ្ចឹងដើម្បី end test របស់វាយើង command មួយគឺ kill -9 គឺ kill មកទាំងអស់បន្តមកទៀតយើងចាប់ផ្ដើមវានៅ PID របស់វាគឺ processing ID ដែលមានលេខ15 445 Publishing is not permitted. So I sudo dash 5 អូខេវាធ្វើការ kill ហើយបានន័យថាវាធ្វើការ untest ហើយអញ្ចឹងយើងអាចធ្វើការលុបអូខេនៅពេលដែលយើង kill យើង untest វាមកវាចាប់តាម log out automatically so ដែលយើងធ្វើការconnect ចូលប្រើប្រាស់វិញទៅនៅក្នុងIP ដែរនោះយើងវាយ username មក add 32 អូខេមិញយើងធ្វើការ delete user អញ្ចឹងយើងធ្វើការ list វាមកវិញចង់ដឹងថា user ហ្នឹងគឺបានបាត់បង់ឬក៏អត់ wd អូខេមិញគ្រាន់តែច្រឡំមិញគ្រាន់តែយើងធ្វើការend test វាទេយើងអត់បាន delete user ហ្នឹងទេអញ្ចឹងយើងធ្វើការ delete user ហ្នឹងមក sudo user del ctech វាទាមទារនៅ password របស់ administrator យើងចាប់តាម cat ទៅមើលវាវិញមកអូខេនេះគឺបាត់ឆឹងត្មងប៉ុន្តែវានៅក្នុងមួយទៀតយើងអត់តន់លុប home directory របស់វាអញ្ចឹងយើងចាប់តាម handle មកវាមាននៅក្នុង ctech ទៀតអញ្ចឹងយើងធ្វើការ delete នៅក្នុង home directory មួយទៀតដោយយើងប្រើប្រាស់ command sudo om -ovf បន្ទាប់មកយើងវាយនៅ home directory វានោះឈ្មោះថា ctech អូខេវា remove ហើយយើងដល់ remove អូខេបញ្ជាក់ថាយើងសត name service ទេហើយចំណុចបន្ទាប់យើងចាប់ផ្ដើម create នៅ shell ទៅកាន់ user ctech ហ្នឹងដោយយើងប្រើកំណត់ថា sudo user add ដែរហ្នឹង dash m ដែរ dash s ហើយបន្ថែមនៅ dash bin ហ្នឹងគឺជា tool command មួយដែលវា stock នៅក្នុង directory មួយហ្នឹង
ហើយបន្តមកយើងប្រើ bash ដោយ bash ហ្នឹងគឺ stand for burn again shell អានេះថាយើងបង្កើត shell យើងត្រូវតែមាន slash bash ហ្នឹងបន្តមកទៀតយើងវាយឈ្មោះ command ឈ្មោះ user មកហើយទៅយើងចាប់ផ្ដើមទៅមើលវាវិញថាវាមានឬក៏អត់បន្តមកទៀតយើងចាប់ផ្ដើម cat ទៅមើល user ហ្នឹងថាកតុយរបស់វាហ្នឹងវាមានអីគេដោយសារយើងបាន assign កតុយហើយវាមានពាក្យថា bash ដែលវា stand for shell ហ្នឹងដោយបានបញ្ជាក់អញ្ចឹង shell គឺជា program មួយដែលអនុញ្ញាតឲ្យយើង run Linux command បន្តមកទៀតយើងចូលទៅកាន់យើងសាកដូចជាអត់ចាំបាច់ទេព្រោះតែយើងមិនយើង switch ចូលទៅប្រើប្រាស់ហើយជាមួយនៅក្នុងនេះដោយសារតែយើងបង្កើតជា user shell យើង cat ចូលហើយចំណុច remove អូខេដោយសារតែខ្ញុំ switch ហើយអញ្ចឹង instruction របស់ខ្ញុំគឺខ្ញុំត្រូវការ remove user នឹងវិញតែនេះគ្រាន់ជាការបង្កើតដើម្បីឲ្យអ្នកវិទ្យាដឹងថាការបង្កើត shell ទៅកាន់ user ហ្នឹងគឺយើងប្រើ command បែបណាអញ្ចឹងយើងធ្វើការ remove វិញហើយយើងវាពាក្យថា sudo user else detect ហើយទៅយើង list មកថាវានៅឬក៏អត់អូខេវាទៅបាត់ហើយបន្តមកទៀតយើងធ្វើការ remove នៅក្នុង home directory ម្ដងទៀតហើយយើងវាថា sudo rm dash ovs អានោះគឺ reverse post អានោះលុបទៅទាំងអស់បន្តមកទៀតយើងវានៅ directory របស់វាគឺ home detect អូខេអូខេអត់នៅទេហើយមកករណីទៀតក្នុងករណីយើងចង់បង្កើតនៅ user ហើយបែបលឿនណាបែបលឿនគឺយើងវាពីថា sudo add user គឺវា swap គ្នាអាមួយមកមុខមួយមកក្រោយហើយយើងវាថាយើងវាចូលនៅ username secret នេះវាឲ្យយើងពុតនៅ input នៅ password យើងដាក់1 2 3 1 2 3តទៅទៀតយើងវាឈ្មោះរបស់ user មក name របស់វាអានេះយើងថាទៅយើង blank នេះវាអត់មានទេវា is the information correct yes and then យើងធ្វើការស៊ូទៅកាន់ user setting យើង assign password ហើយវាដូចអានេះយើងកំពុងតែជាអ្នកណា who am I គឺជា setting ហើយទៅមួយទៀតគឺ fast way ដើម្បី exit តែយើងមិនបាច់ស៊ូទៅកាន់ user service ហ្នឹងវិញទេយើងគ្រាន់តែប្រើពាក្យថា exit នោះវានឹងចូលទៅកាន់user mail របស់យើងអូខេហើយចង់បញ្ជាក់ផងដែរថាការគ្រប់គ្រង user ហ្នឹងវាមានអត្ថប្រយោជន៍ដោយបរិយាខ្លះដោយ user management ហ្នឹងគឺជាការដំណើរការរបស់ការបង្កើតការប្រែនិងគ្រប់គ្រង user account នៅលើប្រព័ន្ធ Linux ហើយ user គ្រប់ user រួមមាននៅ unique identity គឺជាហៅកាត់ថា UID ហើយវាជាកម្មសិទ្ធិរបស់គ្រប់មួយឬច្រើនការគ្រប់គ្រង user ត្រឹមត្រូវធានានូវសុវត្ថិភាពនិងការគ្រប់គ្រង access ដែលមានរបៀបរៀបរយហើយទៅ Linux អាចប្រើបាន user ច្រើនអ្នកនៅក្នុងពេលតែមួយដែលធ្វើឲ្យ user management ហ្នឹងវាមានសារៈសំខាន់សម្រាប់ system administrator user នីមួយៗវាមាន home directory រៀងខ្លួនក៏ដូចជា shell preferences ហើយនិង permission set រៀងខ្លួនដែរចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណដល់លោកគ្រូនិងអ្នកទាំងអស់គ្នាបានតាមដានទស្សនាវីដេអូខ្លីៗនេះអរគុណជម្រាបលា